បងប្អូនទៅជ្រក់សក់ជាមួយខ្ញុំនេះជាប្រសក់ដែលខ្ញុំដូចថាលាងសម្អាតរួចហើយបងប្អូនចាបន្ទាប់មកមានអំបិលស្ករខ្ទឹមម្ទេសប៊ីចេងទឹកត្រីហើយនិងទឹកខ្មេះនេះជាម្សៅម្ទេសកូរ៉េខ្ញុំជ្រក់នេះគឺខ្ញុំកាត់កង់បងប្អូនចាកាត់កង់ខ្ញុំញាត់មកពេញបងប្អូនហើយជាដំបូងត្រូវកម្លោចស្ករពីមុនសិនបងប្អូនចាធ្វើទឹកត្រីសម្រាប់ជ្រក់ត្រសក់នេះគឺខ្ញុំធ្វើតាមបរិមាណត្រសក់ខ្ញុំបងប្អូនចាហើយបើបងប្អូនធ្វើចង់សាបប្រៃជូរផ្អែមអីដាក់ទៅតាមហ្នឹងណាបងប្អូនចាអាចភ្លក់បានចាពេលយើងធ្វើទឹកអំបិលឬក៏ទឹកស្ករសម្រាប់ជ្រក់ហ្នឹងខ្លះក៏ហៅថាទឹកជ្រក់ខ្លះទឹកអំបិលទឹកស្ករស្ករនេះយើងកូរវាឲ្យរាងក្រហមបន្តិចណាបងប្អូនចាសម្រាប់ទឹកត្រីចានេះឈ្ងុយស្ករហើយខ្ញុំចាប់ផ្ដើមដាក់ទឹកត្រីចូលនេះជាប៊ីចេងអំបិលដាក់ឲ្យអាចភ្លក់មើលបានបងប្អូនចាដល់ពេលខ្ញុំចាក់ទឹកក្តៅចូលហើយទឹកក្តៅនេះគឺខ្ញុំដាំពុះរួចជាស្រេចទេបងប្អូនចាអញ្ចឹងឆាប់ទេចានេះជាទឹកខ្មេះហើយនឹងខ្ទឹមម្ទេសខ្ញុំដាក់ចូលតែម្ដងបងប្អូនចាហើយខ្ញុំបន្ថែមនៅម្សៅម្ទេសកូរ៉េបន្តិចចាម្សៅម្ទេសកូរ៉េនេះគឺម្សៅម្ទេសដែលអត់ហឹងទេណាបងប្អូនចាគឺខ្ញុំដាក់ម្ទេសហឹងហើយចាហើយម្ទេសដូចខ្ញុំប្រាប់ចឹងដាក់តាមការចូលចិត្តពីព្រោះខ្ញុំធ្វើសម្រាប់ដូចថាគ្រួសារខ្ញុំហូបបានចឹងណាបងប្អូនចាយើងដាក់គ្រឿងក្រៅហើយអញ្ចឹងមានម្ទេសមានខ្ទឹមអីសពគ្រប់ហើយអញ្ចឹងទុកវាឲ្យពុះរលាយអំបិលគ្រឿងចូលគ្នាទៅជាការស្រេចទេបងប្អូនចាឥឡូវឃើញថាពុះហើយមិនអាចលើករួចទេមានតែដួសដាក់ឆ្នាំងបងប្អូនចាដួសដាក់ឆ្នាំងយកទៅចាក់លើត្រសក់តែម្ដងបន្ទាប់ពីចាក់ទឹកក្តៅហើយយើងត្រាំវាទុកមួយយប់បិទគម្របក៏អត់រលួយដែរបងប្អូនចាបាត់ខ្ញុំបិទគម្របទុកស្អែកនឹងបានហូបហើយចាមួយយប់ឬក៏ពីរយប់បានហូបហើយចានេះយើងបិទគម្របបន្ទាប់ពីបិទគម្របហើយខ្ញុំគិតថាមួយយប់ទៅពីរយប់បានហូបហើយបងប្អូនចា